វិតស្ត្រីមេផ្ទះនៅបែលហ្សិកវែងជាងរឿងភាគឥណ្ឌាទៀតចឹងមុនចេញទៅអាបាក់តខ្ញុំរៀបចំទូទឹកកកជាមុនសិនដើម្បីមានកន្លែងសម្រាប់ដាក់អីវ៉ាន់ពេលដែលទិញអីវ៉ាន់មកដល់គឺមានកន្លែងដាក់តែម្ដងរួចក៏រៀបចំខ្លួនចេញដំណើរទៅផ្សារអាបាក់តពីអ្នកបងបារាំងខ្ញុំចូលចិត្តផ្សារអាបាក់តមែនតើអ្វីត្បិតថាផ្សារហ្នឹងនៅឆ្ងាយពីផ្ទះខ្ញុំជិះចិត្ត1ម៉ោងក៏ដោយប៉ុន្តែមួយខែអីខ្ញុំទៅ2ដងហើយឥឡូវនេះខ្ញុំក៏បានមកដល់ផ្សារអាបាក់តពេលមកដល់ភ្លាមអូយឃើញតំបែកគឺថាស្រស់ល្អមែនតើ1គីឡូ10យូរ៉ូឃើញតំបែកថ្លៃពេកតម្លាក់ចុះឡើងឃ្លានបដ 哎呦我的妈 ទៅអារម្មណ៍នេះប្រែប្រួលលឿនមែនតើគាត់តែឃើញតម្លៃលុយគឺលែងឃ្លានដោយសារតែរបស់អាស៊ីគឺថាថ្លៃណាស់តកួនអីសិតតែ7យូរ៉ូ8យូរ៉ូម្រះអី8យូរ៉ូឃើញមហូបបន្លែផ្លែឈើរបស់អាស៊ីថ្លៃពេកអញ្ចឹងងាកមកញ៉ាំបន្លែផ្លែឈើរបស់អឺរ៉ុបវិញម្ដងដូចផ្លែបឺនេះអញ្ចឹងមួយកេសតែ1យូរ៉ូទេមាន5 10ផ្លែគឺថាថោកមែនតើតែម្ដងបន្លែផ្លែឈើរបស់អាស៊ីថ្លៃដោយសារតែពិបាកនាំចូលចំណែកឯបន្លែផ្លែឈើរបស់អឺរ៉ុបគឺគេនៅអឺរ៉ុបស្រាប់អញ្ចឹងគឺអត់មានអីថ្លៃទេប៉ុន្តែបើសិនជានៅផ្សារទំនើបអីក៏ថ្លៃដែរប៉ុន្តែនេះដោយសារតែជាប្រភេទផ្សារបោះដុំអញ្ចឹងតម្រូវឲ្យយើងទិញជាដុំជាកេសអញ្ចឹងណាដូចស្វាយនេះមួយកេស4យូរ៉ូមានដល់ទៅ10ផ្លែបងប្អូនអើយគឺថាតម្លៃថោកមែនតើតែម្ដងខ្ញុំឃើញអញ្ចឹងគឺខ្វះកយកដល់2កេសហើយឥឡូវនេះដល់រដូវផ្លែឈើរីហើយ1គីឡូតែ3យូរ៉ូទេ2គីឡូ5យូរ៉ូអញ្ចឹងមានណាកើបយកតែម្ដងព្រោះដល់រដូវវាឃើញល្អជាតែកើបយកបានប្រហែលជាចូលជិត5គីឡូអានេះរសជាតិបែបជូរអែមបងប្អូនញ៉ាំលេងក៏បានញ៉ាំក្លុកជាមួយអំបិលក៏ត្រូវដែរគឺថាឆ្ងាញ់មែនតែម្ដងចំណែកបងបារាំងវិញគឺថាដើរភ្លក់ពេញផ្សារតែម្ដងខ្ញុំស្រឡាញ់ផ្សារហ្នឹងត្រង់ថាគេដាក់ឲ្យយើងភ្លក់គ្រប់រសជាតិទាំងអស់គ្រប់រសជាតិផ្លែឈើទាំងអស់គឺគេដាក់ឲ្យយើងភ្លក់បើសិនជាឆ្ងាញ់យើងពេញចិត្តចាំទិញបើថាមិនឆ្ងាញ់មិនពេញចិត្តក៏អត់បញ្ហាដែរភ្លក់ចុះភ្លក់ឡើងហ្នឹងមុំដល់ម៉ោងទៅផ្ទះគឺថាឆ្អែតល្មមតែម្ដងបន្ទាប់ពីដើរផ្សារអស់រយៈពេល3ម៉ោងទិញអីវ៉ាន់បានឡើងច្រើនយ៉ាងរណេងរណោងមកឥឡូវនេះពេលវេលាត្រូវត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវចាប់អារម្មណ៍ផ្លូវខំដីនេះគឺថាស្អាតមែនតែនហើយឡើងវែងឥឡូវនេះខ្ញុំបានមកដល់ផ្ទះហើយពេលមកដល់ផ្ទះភ្លាមក៏ចាប់ផ្ដើមរើអីវ៉ាន់មើលខ្ញុំទិញបានតកួនម្រះផ្លែឈើរីមានក្រូចមានសាច់មានតសក់ស្រូវនិយាយថាទិញបានច្រើនមែនតែនហើយបើស្វាយនេះទិញដល់2កេសហើយស្ពៃក្តោបមានបន្លែនេះអូអានេះញ៉ាំមួយខគឺថាឆ្ងាញ់ណាស់ហើយបន្លែផ្លែឈើទាំងអស់នេះផងដែរផ្លែឈើណាដែលត្រូវញ៉ាំគឺខ្ញុំត្រូវលាងសម្អាតមុនសិនមុននឹងដាក់ក្នុងទូទឹកកកប៉ុន្តែបន្លែខ្លះទៀតគឺខ្ញុំអត់បានលាងសម្អាតទេគឺខ្ញុំដាក់ចូលក្នុងទូទឹកកកតែម្ដងពីព្រោះបើលាងទៅអាចងាយនឹងខូចពេលទៅផ្សារគឺថាអត់មានអីវ៉ាន់ទេប៉ុន្តែពេលត្រឡប់មកវិញគឺថាអីវ៉ាន់ពេញទូឲ្យទៅផ្សារម្ដងគឺថាមិនខ្វះរបស់ញ៉ាំទេជាពិសេសគឺផ្សារបាក់តនឹងតែម្ដងពេញទូហើយនៅសល់3ថង់នៅខាងក្រៅឡើងធំទៀតរកកន្លែងដាក់អត់បានទេអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ